ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាបន្លែដែលខ្ញុំបានដាំកាលពីថ្ងៃមុនឥឡូវបានកាត់ហើយមានតាំងកូនស្ពៃប៉ុន្តែកូនស្ពៃនេះមិនសូវល្អទេដោយសារតែវាដាក់អាចគោដែរក៏ប៉ុន្តែវាដូចជាជាប់ទឹកវាអត់សូវល្អពុកម៉ែបងប្អូនហើយនេះគឺជាលឹកទីបាទលឹកទីគឺល្អស្អីយើងដាក់គោយើងអត់ប្រើជីចិនទេយើងប្រើជីអាចគោហើយនេះគឺជាប្រព័ន្ធរបស់ខ្ញុំដែលគាត់បានកាត់បន្លែបាទហើយបន្តិចទៀតនេះយើងនឹងយកទៅធ្វើម្ហូបក៏ប៉ុន្តែរសជាតិបែបស្រុកស្រែបងប្អូនហើយនេះគឺជាត្រកួនដែលយើងបានដាំដំណើរគ្នាត្រកួននេះផងដែរគឺបានគូស៊ីម្ដងហើយភាសាគោនៅខាងស្រុកខ្ញុំគេអត់មានចាប់ចង់អីទេគឺលែងពីវាពីកាលតែម្ដងហើយមើលទៅមុខអ្នកកាត់បន្លែនេះអត់តើដើរសំដៅទៅរកបេះបន្លែម្ដងហើយបងប្អូនឃើញរទេះរុញអត់រទេះរុញហ្នឹងគឺជាកូនរបស់ខ្ញុំហើយដែលគាត់នេះកំពុងតែខ្មាញ់ដៃខ្មាញ់ជើងដោយសារតែធ្លាក់កំប៉ុងដោះគោណាមកគេហើយខ្ញុំយកដាក់កំប៉ុងដោះគោវិញទៅបានគេមិនសូវស្រែកតែមិនសូវអឹមទេដោយសារគេអឹមច្រើនហើយអានេះគាត់លួងចិត្តយំមួយថ្ងៃដោយសារតែស្រែកដើរមកពីផ្ទះបងគាត់ស្រែកមកពីនឹងហើយតម្រុំមកដល់នេះទៀតហើយបន្លែនេះតែបេះត្រកួនមិនសូវបានជាល្អទេដោយសារតែគូស៊ីហើយនេះលឹកទីបងប្អូនអូស្លឹកធំធំអស់ទៅហើយហើយបន្លែធំយើងអត់ភ័យគីមីទេមានដីតិចតួចយើងអាចដាំបន្លែបានគ្រាន់តែហូបនៅផ្ទះអត់ហត់ចំណាយអត់ហត់ពិបាកដល់ទិញគេដែរហើយម្យ៉ាងវិញទៀតធានាសុវត្ថិភាពខ្លួនឯងទៀតបងប្អូនបើសិនជាបងប្អូនទុកដីតនេចោលក៏វាមិនដឹងជាធ្វើអីដែរតនេបើសិនជាយើងដាំបន្លែចឹងទៅយើងក៏បានហូបបដោះសន្នដែរចឹងហើយនេះបន្លែយើងយកលាងទឹកហើយដើម្បីទុកធ្វើត្រឡប់វាជាមួយខ្លាញ់ហើយចុចអំបិលម្រេចបងប្អូន